បាទខ្ញុំបាទឈ្មោះឈិតម៉ាប់រស់នៅភូមិកំពង់7ឃុំកន្ទឺ1ស្រុកម្លងខេត្តបាត់ដំបងតែទឹកដីនៃខ្ញុំដាំបន្លែនេះនៅឃុំចែកមានជ័យស្រុកបំណងខេត្តបាត់ដំបងនេះគ្នាដោយសារខ្ញុំបាទបានប្រើប្រាស់ត្រាប់បាតនៅជីស្រីរៀងរបស់ក្រុមហ៊ុនវិរៈបុនធាមនេះធ្វើឲ្យស្ពៃរបស់ខ្ញុំមានស្លឹកក្រាស់ហើយសត្វល្អិតអត់សូវមានបំផ្លាញទេកាត់បន្ថយការបំផ្លាញរបស់សត្វល្អិតហើយបើនិយាយរឿងគុណភាពវិញល្អផ្លែខ្ញុំពីដើមខ្ញុំធ្លាប់ប្រើគីមីអត់ដែលល្អដូចអញ្ចឹងទេដល់ពេលខ្ញុំប្រើជីរបស់ក្រុមហ៊ុនវិរៈបុនធាមនេះធ្វើដំណាំរបស់ខ្ញុំល្អស្មើអត់មានថាគុំណាតូចឬគុំណាធំខុសគ្នាទេហើយហើយជាទិន្នផលប្រហែលជាកើនជាង10ឆ្នាំហើយព្រោះខ្ញុំមើលសាច់លើបន្លែស្ពៃរបស់ខ្ញុំនេះឃើញថាល្អជាងពីឆ្នាំមុនហើយមួយយ៉ាងទៀតសត្វអិតក៏ដូចអត់មានតាំងពីខ្ញុំប្រើជីស្រីរៀងរបស់ក្រុមហ៊ុនវិរៈបុនធាមនេះគឺថាកាត់បន្ថយការសត្វអិតក៏ប្រហែលជាអត់មានទេមើលទៅដូចអត់ឃើញមានខ្ញុំចាំបាញ់ឆ្នាំម្ដងទៀតដូចម្ដងខ្ញុំប្រើឆ្នាំច្រើនណាស់នេះតែឆ្នាំនេះតាំងពីខ្ញុំប្រើជីរបស់ក្រុមហ៊ុនវិរៈបុនធាមនេះមកឃើញថាកាត់បន្ថយការចំណាយដើមទុនខ្ញុំច្រើនមែនទែនបាទ